ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំព្រះពុទ្ធព្រះធម៌ព្រះសង្ឃនិងសូមជម្រាបសួរអ៊ំពូមីងបងប្អូននិងជនរួមភាសាថ្ងៃនេះខ្ញុំមកអានចែករំលែកនៅសៀវភៅច្បាប់សិទ្ធិមនុស្សកម្ពុជាឥឡូវនេះខ្ញុំសូមអានចែករំលែកបន្តមាត្រា10បណ្ដឹងរវាងរដ្ឋនិងរដ្ឋចំណុច1រដ្ឋភាគីនៃពិធីសារនេះអាចប្រកាសគ្រប់ពេលស្របតាមមាត្រានេះថាខ្លួនទទួលស្គាល់សមត្ថកិច្ចរបស់គណៈកម្មាធិការក្នុងការទទួលនិងពិនិត្យបណ្ដឹងអាស្រ័យដោយរដ្ឋភាគីមួយអះអាងថារដ្ឋភាគីមួយទៀតមិនបំពេញកាតព្វកិច្ចរបស់ខ្លួនស្របតាមកតិកាសញ្ញានេះបណ្ដឹងនេះអាចទទួលយកមកពិនិត្យស្របតាមនីតិវិធីដោយមានចែងក្នុងមាត្រានេះបានលុះត្រាតែបណ្ដឹងនេះធ្វើឡើងដោយភាគីដែលបានប្រកាសទទួលស្គាល់សមត្ថកិច្ចរបស់គណៈកម្មាធិការគណៈកម្មាធិការមិនទទួលយកបណ្ដឹងរបស់រដ្ឋភាគីដែលមិនបានធ្វើសេចក្តីសម្រេចស្របតាមមាត្រានេះមកដោះស្រាយឡើយបណ្ដឹងដែលបានទទួលស្របតាមមាត្រានេះត្រូវដោះស្រាយតាមនីតិវិធីដូចខាងក្រោមចំណុចកបើរដ្ឋភាគីណាមួយនៃវិធីសារនេះពិនិត្យឃើញថារដ្ឋភាគីមួយទៀតមិនទទួលសំទោសមិនអនុវត្តបទបញ្ញត្តិនៃកតិកាសញ្ញានេះរដ្ឋភាគីនោះអាចលើកយកបញ្ហាតាមរយៈបណ្ដឹងជាលាយលក្ខណ៍អក្សរទៅជូនរដ្ឋភាគីម្ខាងទៀតរដ្ឋភាគីក៏អាចជូនបណ្ដឹងទៅគណៈកម្មាធិការអំពីបញ្ហានេះបានដែរក្នុងរយៈពេល3ខែចាប់ពីការបរិច្ឆេទនៃការទទួលបណ្ដឹងរដ្ឋភាគីចុះបណ្ដឹងចុងរដ្ឋភាគីចុងបណ្ដឹងត្រូវលៃលោកឆ្លើយតបទៅរដ្ឋភាគីដែលមិនដឹងនៅការពន្យល់ឬសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរណាមួយបំភ្លឺអំពីបញ្ហានៃបណ្ដឹងនេះដោយរួមទាំងការបញ្ជាក់នីតិវិធីនិងការដោះស្រាយក្នុងស្រុកដែលរដ្ឋភាគីនេះមានចំណាត់ការរួចឬមិនទាន់មានចាត់ការរួចមិនទាន់បានចាត់ការរួចតាមលទ្ធិភាពដែលអាចធ្វើទៅបាននិងសមហេតុផលចាថ្ងៃនេះខ្ញុំសូមអានចែករំលែកត្រឹមនេះជូនអ៊ំពូមីងបងប្អូនហើយស្អែកខ្ញុំនឹងអានចែករំលែកជូនអ៊ំពូមីងបងប្អូនបន្តទៀតសូមជម្រាបលាអ៊ំពូមីងបងប្អូននិងជនរួមភាសា